សួស្តីបងប្អូននេះមិនមែនជាស្រះទឹកទេនេះកន្លែងនេះគឺគេហៅបឹងត្រាំងនៅស្រុកខ្ញុំហើយមានទេសភាពល្អណាស់ដូចបានមើលអញ្ចឹងបើសិនខែទឹកឡើងវិញទឹកព្រាបពេញអស់ហើយខាងនេះគឺស្ពាននៃផ្លូវជាតិមួយនៅក្នុងខេត្តរបស់ខ្ញុំហើយក៏សូមអរគុណដែរដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះមានតែធម្មជាតិនិងទេសភាពជុំវិញផ្ទះទេដែលខ្ញុំបានថតធ្វើវីដេអូព្រោះខ្ញុំក៏មិនសូវប្រសពក្នុងការធ្វើវីដេអូបានដែរប៉ុន្តែចេះតែមានទឹកចិត្តធ្វើតិចតួចទៅអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនានៅវីដេអូនេះបាយបាយ